បាទសួស្តីបងប្អូនប្រជាកសិករនិងបងប្អូនដែលចូលចិត្តវិស័យកសិកម្មទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយតាក់ទងមួយជំងឺបោះស្រូវហើយក៏ជាជំងឺដែលមានកើតច្រើនទៅលើដំណាំស្រូវផងដែរគឺជាជំងឺ Blast ជំងឺ Blast គឺជាជំងឺមួយដែលប្រជាកសិករភាគច្រើនជួបប្រទះទៅលើដំណាំស្រូវពពួក Hybrid ឬក៏ពពួកអាយុខ្លីដែលអ្នកខ្លះគេហៅថាពពួករលាកស្លឹកឬក៏អ្នកខ្លះហៅថាក្រាអ្នកខ្លះហៅថារលាកកគួរឬក៏រលាកថ្នាំងគួរចឹងពាក្យបច្ចេកទេសរបស់វាគឺយើងហៅថាជំងឺ Blast ជំងឺ Blast គឺជាជំងឺដែលបង្កឡើងពីមេរោគផ្សិតដែលមានឈ្មោះថា Follicularia oryzae ជំងឺនេះគឺបង្កឲ្យមានហានិភ័យពីរទៅលើដំណាំស្រូវទី1ហានិភ័យទៅលើស្លឹកទី2ហានិភ័យទៅលើកគួរឬក៏ថ្នាំងគួរនៅពេលដែលវាកើតនៅលើស្លឹកដំបូងគឺយើងអាចសង្កេតឃើញនៅលើស្លឹកមានស្នាមពណ៌ប្រផេះអុចតូចៗស្នាមពណ៌ប្រផេះផ្នែកកណ្ដាលហើយផ្នែកគៀមនៃស្នាមអុចនោះគឺមានពណ៌ខ្មៅនិយាយទៅគឺមានពណ៌ប្រផេះនៅផ្នែកកណ្ដាលហើយផ្នែកគែមរបស់វាគឺមានពណ៌ខ្មៅហើយទម្រង់របស់វាគឺមានរាងពងក្រពើឬពេលខ្លះគឺយើងអាចឃើញមានរាងដូចភ្នែកមនុស្សឬក៏រាងដូចគ្រាប់ពេជ្រនៅពេលដែលវាកើតនៅលើស្លឹកគឺធ្វើឲ្យស្លឹកពិបាកធ្វើរស្មីសំយោគឬក៏ផលិតអាហារហើយការដឹកជញ្ជូនអាហារពីដើមទៅឫសក៏វាបានតិចដែរដូចនេះនៅពេលដែលវាកើតគឺធ្វើឲ្យឫសស្រូវក៏មានបញ្ហាហើយដើមស្រូវក៏មានបញ្ហាផងដែរម្យ៉ាងទៀតគឺវាកើតទៅលើកគួរផងដែរនៅពេលដែលវាកើតទៅលើកគួរអ្នកខ្លះហៅថារលាកកគួរឬក៏រលាកថ្នាំងគួរប៉ុន្តែគឺពាក្យបច្ចេកទេសគឺយើងហៅថាជំងឺ Blast នៅពេលដែលវាកើតនៅលើកគួរគឺវាធ្វើឲ្យគួរស្រូវវាស្កកច្រើនហើយដាក់គ្រាប់មិនពេញឬក៏សន្តីច្រើនហើយម្យ៉ាងទៀតគឺវាធ្វើឲ្យគ្រាប់នឹងវាខ្មៅឬក៏មានស្នាមអុចនៅលើគ្រាប់ផងដែរចុះតើវាកើតនៅពេលណាជំងឺ Blast ភាគច្រើនគឺកើតនៅពេលដែលមានភ្លៀងធ្លាក់ញឹកញាប់សំណើមខ្ពស់ឬក៏មេឃអត់មានថ្ងៃគ្រប់គ្រាន់ឬក៏អាកាសធាតុស្អុះស្អាប់ខ្លាំងចុះតើជំងឺនឹងកើតឡើងពីណាមកដោយសារតែនៅពេលដែលស្រូវកំពុងលូតលាស់គឺយើងអត់ឃើញមានជំងឺ Blast នឹងមកទេប៉ុន្តែនៅពេលដែលអាកាសធាតុប្រែប្រួលភ្លាមគឺធ្វើឲ្យស្រូវវាឈឺឬក៏កើតជំងឺ Blast នឹងមកការពិតទៅនៅខាងក្នុងស្រែគឺមានពពួកផ្សិត Follicularia oryzae នឹងសាច់ទៅហើយប៉ុន្តែនៅពេលដែលអាកាសធាតុសមស្របគឺធ្វើឲ្យដើមស្រូវនឹងគឺមានសុខភាពល្អវានឹងប្រឆាំងជាមួយនឹងជំងឺនឹងហើយអាកាសធាតុក៏វាអាចទៅធ្វើឲ្យពពួកផ្សិតនឹងមិនអាចដុះបានទេដូចនេះនៅខាងក្នុងស្រែគឺមានពពួកផ្សិតរួចទៅហើយពេលខ្លះគឺវាឆ្លងមកតាមពូជដែលយើងប្រើប្រាស់ទៅតាមទឹកដែលយើងប្រហូរចូលស្រែឬក៏សំណល់រុក្ខជាតិដែលបងប្អូនទុកនៅខាងក្នុងស្រែផងដែរតែយើងអាចការពារនិងកម្ចាត់វាបានដោយរបៀបណាវិធីកម្ចាត់និងការពារជំងឺ Blast នេះគឺបងប្អូនត្រូវតែប្រើទាំងមេកានិកទាំងគីមីមេកានិកទី1គឺបងប្អូនត្រូវតែជ្រើសរើសពូជដែលមានលក្ខណៈធន់ជាមួយនឹងជំងឺជាពិសេសគឺជំងឺ Blast ផងដែរទី2គឺបងប្អូនកុំប្រើជីដែលមានសារធាតុអាស៊ូតដូចជាជីអ៊ុយរ៉េឬក៏ជីផ្សេងទៀតដែលមានសារធាតុអាស៊ូតឬក៏សារធាតុអិនច្រើនលើសកម្រិតដោយសារតែនៅពេលដែលយើងប្រើប្រាស់ជីដែលមានសារធាតុអាស៊ូតច្រើនលើសកម្រិតគឺធ្វើឲ្យដើមស្រូវនឹងផលិតស្លឹកច្រើនលើសកម្រិតពេលខ្លះគឺធ្វើឲ្យស្លឹកស្រូវវាងាយនឹងដុះផ្សិតនៅលើស្លឹកហើយវាងាយរងនឹងជំងឺផ្សេងទៀតហើយណាមួយនៅពេលដែលស្លឹកវាដុះលឿនពេកគឺធ្វើឲ្យស្លឹកហ្នឹងវាងាយរងនឹងសំណើមនៅពេលដែលសើមតិចតួចគឺវាអាចធ្វើឲ្យផ្សិតនឹងងាយជ្រាបចូលនិងដុះនៅខាងក្នុងហ្នឹងទី3គឺព្យួរលុបកញ្ច្រាំងឲ្យរលួយការព្យួរលុបកញ្ច្រាំងឲ្យរលួយនេះគឺបងប្អូនត្រូវតែធ្វើសារកញ្ច្រាំងកំឡុងការនៃការរលួយរបស់វាគឺវានឹងបញ្ចេញសារធាតុពុលដូចជាសារធាតុមេតានជាដើមដែលធ្វើឲ្យស្រូវមានបញ្ហាហើយបើសិនជាវាអត់រលួយវានឹងរក្សាពពួកផ្សិតផ្សេងទៀតនៅខាងក្នុងស្រែកាន់តែច្រើនហើយណាមួយស្រូវបងប្អូនគឺអត់មានសុខភាពល្អទេវាងាយរងនៅជំងឺនិងសត្វល្អិតទី4បងប្អូនត្រូវតែកម្ចាត់ស្មៅឲ្យស្អាតដោយសារតែស្មៅគឺជាកត្តានៃការចម្លងជំងឺ Blast និងជំងឺផ្សេងទៀតអញ្ចឹងបងប្អូនត្រូវតែកម្ចាត់ស្មៅឲ្យស្អាតដើម្បីជៀសវាងនៃការឆ្លងជំងឺហើយនឹងចំណេញការប្រើប្រាស់ជីផងដែរទី5គឺវិធីចុងក្រោយគឺបងប្អូនត្រូវតែបាញ់ថ្នាំការពារនិងព្យាបាលឲ្យទាន់ពេលវេលាអញ្ចឹងបាញ់ថ្នាំការពារគឺយើងការពារមុនពេលស្រូវមិនទាន់ឈឺហើយបាញ់ថ្នាំព្យាបាលគឺយើងបាញ់នៅពេលដែលស្រូវកំពុងតែឈឺឬក៏ទើបនឹងកើតជំងឺនេះអញ្ចឹងបើសិនជាបងប្អូនឃើញវាឈឺហើយបងប្អូននៅទុកវានឹងឈឺកាន់តែខ្លាំងហើយវាអាចងាប់ដើមស្រូវផងដែរឬក៏ចម្លងជំងឺផ្សេងទៀតទៅលើដំណាំស្រូវវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនសម្រាប់តាមដានវីដេអូមួយនេះដល់ចប់សង្ឃឹមថាបងប្អូនអាចយល់និងអាចព្យាបាលជំងឺ Blast ឬក៏ជំងឺរលាកកគួរដែលបងប្អូនតែងតែហៅបានជួបគ្នានៅក្នុងវីដេអូក្រោយជាមួយខ្ញុំពិសា